bạn chứng lù sum lù thì môi để nhom trong xua nâng thật xây kia tới AACI nè ពាក្យ AACI ពាក្យពេញរបស់ AACI គឺ American Accreditation Commission International វាជាស្តង់ដារមួយរបស់សហរដ្ឋអាមេរិកបាទដែលគ្រប់គ្រងទៅលើផ្នែកសុខាភិបាលដែលកំណត់គោលការណ៍និងប្រតិបត្តិការដែលធានាថាមន្ទីរពេទ្យមួយឬក៏ clinic មួយទទួលបាន license ឬវិញ្ញាបនបត្រពី AACI នោះត្រូវមានទី1គឺត្រូវមានសុវត្ថិភាពសម្រាប់អ្នកជំងឺសុវត្ថិភាពអូទី2គឺមានគុណភាពល្អក្នុងការថែទាំទី3គឺបុគ្គលិកមានសិលធម៌ប្រកបដោយវិជ្ជាជីវៈនិងទី4ហ្នឹងគឺមន្ទីរពេទ្យហ្នឹងត្រូវមានការកែលម្អជាប្រចាំមានការបណ្ដុះបណ្ដាលជាប្រចាំវ៉ាវបាទក្នុងលក្ខខណ្ឌទាំង4ហ្នឹងគឺដើម្បីបំពេញអានឹងបានទាំងអស់គឺ AACI ត្រូវមាន29 chapter នៅក្នុងហ្នឹងហើយមានស្តង់ដារហ្នឹងរហូតដល់151ស្តង់ដារ151ស្តង់ដារអូច្រើនបាទច្រើនហើយក្នុងលក្ខខណ្ឌមួយគឺនៅក្នុងការដាក់គោលបំណងគឺដើម្បីគ្រប់គ្រងសុវត្ថិភាពគុណភាពនិងការថែទាំហ្នឹងបាទធ្វើបែបនេះរំលងមកដល់ពេលនេះតម្រុយប្រហែលជារយៈពេលប្រហែលជាប្រហែលខែប្រហែលឆ្នាំហើយដែលបានបទពិសោធន៍មួយ AACI នេះបាទមកគិតមកដល់ពេលនេះគឺប្រហែលរយៈពេល1ឆ្នាំហើយដែលយើងចាប់ផ្ដើមធ្វើមកបាទតាំងពីដំណាក់កាលចាប់ផ្ដើមដែលយើងចាប់ផ្ដើមមុនដំបូងហ្នឹងគឺយើងចាប់ផ្ដើមរៀបចំជា team មួយសម្រាប់គ្រប់គ្រងក្រុម AACI ហ្នឹងហើយនឹងចាប់ដើម check មើលថាតើ clinic របស់យើងហ្នឹងមានលក្ខខណ្ឌអ្វីខ្លះដែលដូចទៅនឹង AACI ហើយមានខ្វះខាតអីខ្លះអញ្ចឹងនៅពេលដែលយើង check ហើយយើងដំណាក់កាលទី2យើងបំពេញយើង check យើងបំពេញឯកសារនៅរាល់ចំណុចខ្វះខាតនៅជាចំណុចដែលមានការខ្លះមិនសូវល្អយើងកែលម្អនៅពេលកែលម្អឯកសារហ្នឹងហើយដំណាក់កាលបន្តទៀតគឺយើងធ្វើតេស្តទៅលើបុគ្គលិកបង្ហាត់បង្ហាញយើងបង្ហាត់បង្ហាញសិនណាយើងបង្ហាត់បង្ហាញគាត់ចេះចាំហើយបាទយើងចាប់ដើមធ្វើតេស្តគាត់បាទធ្វើតេស្តគាត់ពី3សារដើម្បីឲ្យគាត់ស្ទាត់ដើម្បីនេះច្បាស់លាស់ថាគាត់អាចចេះចាំនៅដំណាក់កាលទៅតាម AACI នឹងហើយអស់បាទយើងចាប់ដើមធ្វើមកដំណាក់កាលទៀតគឺយើងធ្វើតេស្តសាកល្បងដោយផ្ទាល់ជាមួយគាត់ដោយបង្កើតព្រឹត្តិការណ៍ជាឧទាហរណ៍ជាក់ស្ដែងដូចជាមានបញ្ហាត្រូវសង្គ្រោះបន្ទាន់ទៅលើអ្នកជំងឺត្រូវតែគាត់ពួកគាត់ត្រូវធ្វើមិនខ្លះដូចជាមានបញ្ហាអគ្គិភ័យនៅក្នុងមន្ទីរពេទ្យហ្នឹងគឺយើងត្រូវរៀបចំមិនខ្លះដើម្បីពួកគាត់យើងធ្វើនៅពេលដែលចប់យើងយកទាំងអស់ហ្នឹងយកមកវាយតម្លៃឡើងវិញថាតើការធ្វើទាំងអស់ហ្នឹងគឺវារលូនស្របទៅតាមស្តង់ដារដែលយើងអាចធ្វើទៅបានទៅបានឬក៏មានកំហុសបើមានកំហុសយើងកែប្រែឡើងវិញបាទកែលម្អឡើងវិញបាទហើយបន្ទាប់ទៅក៏យើងជាប់ទៅក្រោយពីបន្ទាប់ពីហ្នឹងយើងអញ្ជើញខាងគណៈកម្មការមកធ្វើតេស្តយើងបាទធ្វើតេស្តអញ្ចឹងនៅក្នុងដំណាក់កាលធ្វើតេស្តគឺបើយើងធ្វើចេះតេស្តជាប់ប៉ុន្តែមានខ្វះចំណុចខ្លះនៅក្នុងឯកសារដែលគាត់កំណត់ឲ្យពេញថែមដូចជានៅក្នុងស្តង់ដារអគារយើងនេះយើងមានស្តង់ដារច្រើនយើងមានប័ណ្ណប្រកាសមានផ្លូវចេញឃើញចូលមានផ្លូវចេញផ្លូវចូលមានកណ្ដឹងអគ្គិភ័យមានប្រកាសអាសន្នអីបែបយ៉ាងប៉ុន្តែខាង AACI តម្រូវឲ្យយើងមួយទៀតដែលខ្វះគឺ smoke detector នេះឯងអូបាទដែលយើងដាក់នៅក្នុងបន្ទប់សម្រាប់ចាប់ផ្សែងពេលមានអគ្គិភ័យមានអីហ្នឹងអញ្ចឹងនៅពេលដែលយើងបំពេញអាហ្នឹងបានចាប់ដើមចេញ license ឲ្យយើងនៅពេលបច្ចុប្បន្នហ្នឹងបាទហើយក៏ទៅច្រើនណាស់លូណាបាទច្រើនហើយជាមន្ទីរពេទ្យខ្មែរដំបូងបំផុតដែលទទួលវិញ្ញាបនបត្របាក់អញ្ចឹងណាបាទកត្តាអីដែលរុញលោកទៅយកវិញ្ញាបនបត្រ